ឡាញខ្ញុំរស់នៅទីផ្ដល់ក្តីសុខឲ្យខ្ញុំមានថ្ងៃនេះដូចបានរស់ជាថ្មីអោទឹកដីស្រុកឈូកនៅខេត្តកំពតនៅតាំងពីតូចលោកព្រៀនប្រដៅព្រៀបដូចជាម៉ែតម្រង់ផ្លូវប្រាប់ខំត្រូវដល់ចំណេះដឹងឲ្យរៀនគ្រប់មុខវិជ្ជាមិនឲ្យរូបខ្ញុំកំព្រារងាអបដៃម្នាក់ឯងគុណមហាធ្ងន់អត់ធន់សន្តោសប្រណីស្រែកស្រង់វិបត្តិប្រស្រីពឹងពាក់អាស្រ័យបញ្ហាញាតិញោមដឹងគុណទឹកចិត្តបរិសុទ្ធជ្រះថ្លាប្រកេនចង្ហាន់អាប្រាថ្នាទៅរកត្រៃសដាក់ចិត្តសាងភ្នួបួជាព្រះសង្ឃរៀងកាយពាក់ស្បង់លាកម្កលាតាំងចិត្តឲ្យស្ងប់ស្វែងរកចំណេះរៀនសូត្រធម៌ព្រះនៃពុទ្ធសាសនាគុណមហាធ្ងន់អត់ធន់សន្តោសប្រណីស្រែកស្រង់វិបត្តិប្រស្រីពឹងពាក់អាស្រ័យបញ្ហាញាតិញោមដឹងគុណទឹកចិត្តបរិសុទ្ធជ្រះថ្លាប្រកេនចង្ហាន់អាប្រាថ្នាទៅរកត្រៃសដាក់ចិត្តសាងភ្នួបួជាព្រះសង្ឃរៀងកាយពាក់ស្បង់លាកម្កលាតាំងចិត្តឲ្យស្ងប់ស្វែងរកចំណេះនៃពុទ្ធសាសនា